ឲ្យតែប្រភេទបុកម្ទេសបុកអីហ្នឹងគឺថាខ្ញុំចូលចិត្តមែនតើបងប្អូនដោយសារតែចូលចិត្តញ៉ាំរសជាតិហឹរបងប្អូនហើយស្អុយស្អុយហ្នឹងគឺចូលចិត្តមែនតើតថាថ្ងៃហ្នឹងគឺអត់ញ៉ាំជាមួយនឹងបុកប្រហុកបុកអីទេបងប្អូនគឺបុកកាពិបងប្អូនហើយញ៉ាំជាមួយនឹងពងទាចៀនស្អំពីមុខហ្នឹងគឺថាត្រូវគ្នាមែនតើញ៉ាំជាមួយគឺថាចុះបាយមែនតើបងប្អូនហើយមុខម្ហូបហ្នឹងបងប្អូនគឺថាអស់លុយតិចមែនតើដូចស្អំអីហ្នឹងខ្ញុំទិញតែ2000ទេហើយព្រោះពងទាទិញ2គ្រាប់បងប្អូនមួយគ្រាប់ដូចជា7800នេះបងប្អូនហើយគឺញ៉ាំហើយមកពេលបងប្អូនម្ហូបអស់លុយតិចបងប្អូនគ្រាន់តែថាញ៉ាំចុះបាយតិចបងប្អូនមុខម្ហូបហ្នឹងញ៉ាំឆ្ងាញ់ចឹងហើយបាយគឺរៀងអស់ច្រើនតិចបងប្អូនណាដែលចូលចិត្តរបស់ហើស្អុយស្អុយចឹងដូចខ្ញុំបងប្អូនហើយមួយខែ30ថ្ងៃគឺខ្ញុំញ៉ាំបានរាល់ថ្ងៃបងប្អូនដោយសារតែចូលចិត្តដល់គ្រាន់តែថាមុខខ្ញុំអីញ៉ាំអាហ្នឹងអីអត់សូវល្អហ្មងទេបងប្អូនអើយញ៉ាំទៅរៀងអាឡែស៊ីជាមួយនឹងរបស់ចឹងតែធ្វើមិនទេបងប្អូនចូលចិត្តចឹងហើយមានតែទ្រាំញ៉ាំរបស់ដែលចូលចិត្តបែរជាញ៉ាំអត់បានបងប្អូនហើយគឺថាសេតមែនតើហ្មងបងប្អូនណាខ្លះដូចខ្ញុំញ៉ាំរបស់ចឹងហើយគឺថាពិបាកក្នុងខ្លួនបងប្អូនតែយ៉ាងណាក៏នៅតែទ្រាំញ៉ាំនៅតែឆ្លៀតញ៉ាំបានដែរបងប្អូន